បងប្អូនយើងភាគច្រើនគាត់ថានងសាវជាដុំថ្មហើយមានបងប្អូនភាគច្រើនមួយចំនួនទៀតគាត់បាននិយាយថានងសាវធ្លាក់ដល់ចំណុច0ហើយហេតុអីជ្រើសរើសយកក្លឹបបដាខ្លារខិនបាទប៉ុន្តែពេលនេះនងសាវចាប់ដើមឃើញពលឺបដាវាយក៏កាចស៊ូក៏មានរាងកាយក៏មាំមួនអ្នកណាថាអីអ្នកណាថាមិនថាទៅគេថាគាត់ដុំថ្មគេថាគាត់ញៀនលបែងគេថាគាត់ញៀនថ្នាំអានោះវាជាអតីតកាលរបស់គាត់បើសិនជាគាត់បានប្រព្រឹត្តមែនណាវាជាអតីតកាលរបស់គាត់តែបើគាត់ចូលមកដល់ក្លឹបបដាខ្លារខិនខ្ញុំបាននិយាយហើយសម្រាប់កូនសិស្សក្លឹបបដាខ្លារខិនពីមុនមកអ្នកឯងធ្វើអីអ្នកឯងស្អីខ្ញុំមិនខ្វល់ទេឲ្យតែបច្ចុប្បន្ននេះអ្នកឯងមិនខុសច្បាប់អ្នកឯងមិនមែនជាពិរុទ្ធជនចូលមកដល់ក្លឹបបដាខ្លារខិនត្រូវតែទម្លាក់រឿងអាក្រក់ៗចោលនៅក្រៅអស់ហើយចូលមកក្លឹបយើងចាប់ផ្ដើមអីសារជាថ្មីមកវិញល្អល្អនងសៅទៅបាន3ប្រកួតទេមកខ្លារខិនបាទឈ្នះទាំង3បងប្អូនយើងភាគច្រើនគាត់ថានងសាវជាដុំថ្មបាទហើយមានបងប្អូនភាគច្រើនមួយចំនួនទៀតគាត់បាននិយាយថានងសាវធ្លាក់ដល់ចំណុច0ហើយហេតុអីជ្រើសរើសយកក្លឹបបដាខ្លារខិនបាទប៉ុន្តែពេលនេះនងសាវចាប់ដើមឃើញពលឺបដាវាយក៏កាចស៊ូក៏មានរាងកាយក៏មាំមួនវាជាការងាររបស់ខ្ញុំតាំងពីដើមមកខ្ញុំចូលចិត្តផ្ដល់ឱកាសឲ្យមនុស្សគាត់នៅមានខ្វះខាតច្រើនទៀតយើងមាន2កីឡាករដែលអត់មានក្បាច់យើងបរៀនក្បាច់កីឡាករដែលមានក្បាច់ហើយយើងបរៀនរាងកាយបាទយើងឲ្យគាត់ធ្វើរាងកាយឲ្យបានល្អមានតែ2នឹងឯងកីឡាបដាល់មានអីបាទក្រៅពីគាត់ចិត្តអ្នកប្រយុទ្ធរួចហើយហើយចុះបើយើងផ្ដល់ឱកាសឲ្យគាត់ខ្លាយជាកីឡាករល្អយើងផ្ដល់ឱកាសឲ្យគាត់ទៅយើងរុញគាត់តម្លាក់ទឹកបានប្រយោជន៍អីយើងរុញស៊ីក្លូបញ្ចូលឡានបានប្រយោជន៍អីអញ្ចឹងយើងស្រោចស្រង់គាត់អ្នកណាថាអីអ្នកណាថាមិនថាទៅគេថាគាត់ដុំថ្មគេថាគាត់ញៀនលបែងគេថាគាត់ញៀនថ្នាំអានោះវាជាអតីតកាលរបស់គាត់បើសិនជាគាត់បានប្រព្រឹត្តមែនណាវាជាអតីតកាលរបស់គាត់តែបើគាត់ចូលមកដល់ក្លឹបបដាខ្លារខិនខ្ញុំបាននិយាយហើយសម្រាប់កូនសិស្សក្លឹបបដាខ្លារខិនពីមុនមកអ្នកឯងធ្វើអីអ្នកឯងស្អីខ្ញុំមិនខ្វល់ទេឲ្យតែបច្ចុប្បន្ននេះអ្នកឯងមិនខុសច្បាប់អ្នកឯងមិនមែនជាពិរុទ្ធជនចូលមកដល់ក្លឹបបដាខ្លារខិនត្រូវតែទម្លាក់រឿងអាក្រក់ៗចោលនៅក្រៅអស់ហើយចូលមកក្លឹបយើងចាប់ផ្ដើមអីសារជាថ្មីមកវិញល្អល្អដូចជាអត់មានហត់នឿយអីសោះឥឡូវហ្នឹងបាទគេថាគាត់ដុំថ្មតែខ្ញុំមើលទៅគាត់ដូចពេជ្ររបស់បាទប្រាំងដូចពេជ្រមកពីអាមេរិកដូចជាត្បូងពេជ្របបៃលិនបាទដូចជាត្បូងនៅបៃលិនដែរបាទគឺស្អាតធេងហើយការតាំងចិត្តការប្រកួតសិលធម៌សុជីវធម៌នៅក្នុងក្លឹបដូចជាឲ្យខ្ញុំសប្បាយចិត្តបាទវាក្រាន់បើជាងសិស្សខ្ញុំខ្លះចេញពីដៃខ្ញុំហើយក្បត់ខ្ញុំផងបាទបើដូចបច្ចុប្បន្ននេះនងសាវត្រូវតែល្អជាងមុនទ្វេដងត្រូវតែសមត្ថភាពកើនឡើងជាងមុនទ្វេដងពីព្រោះគាត់មានក្បាច់ហើយបាទយើងត្រូវទទួលស្គាល់ថានងសាវមានក្បាច់ហើយតែអ្វីដែលគាត់អត់មានគឺរាងកាយហើយនឹងការមើលថែដិតដល់ប៉ុណ្ណឹងឯងបាទអរគុណច្រើនអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបាទ